spaghetti ពីអឺរ៉ុបគាត់តែជាម្សៅមីវ៉ៃធម្មតាសោះគាត់អាចចែកចាយទូទាំងពិភពលោកបានរឿងអីយើងមីខ្មែរយើងធ្វើពីបន្លែយើងអាចចែកចាយបានមីរបស់ខ្ញុំមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មាន protein មាន fiber នៅក្នុងហ្នឹងគ្រប់គ្រាន់ពួកអីជាបន្លែដែលយើងជ្រើសរើសហ្នឹងគឺយើងជ្រើសរើសបន្លែណាដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ protein គ្រប់គ្រាន់ផ្ដើមចេញពីការផលិតមីសម្រាប់ឆាលក់ដោយខ្លួនឯងក្នុងមួយសប្តាហ៍ប្រហែល5គីឡូម្សៅឥឡូវលោកវ៉ាន់ហូឡុងបានពង្រីកខ្លួនក្លាយជាអ្នកផលិតនិងផ្គត់ផ្គង់មីធម្មជាតិទៅកាន់ទីផ្សារដោយក្នុងមួយថ្ងៃលោកអាចធ្វើមីអស់10គីឡូម្សៅនិងអាចហក់ដល់50គីឡូបើសិនជាមានការកម្ងច្រើនបន្ទាប់ពីធ្វើទៅខ្ញុំឃើញថាមីហ្នឹងគាត់ញ៉ាំទៅវាល្អកូនខ្ញុំជាមួយនឹងគ្រួសាររបស់ខ្ញុំសុទ្ធតែញ៉ាំបានទាំងអស់ហើយចំណុចដែលមីញ៉ាំមីហ្នឹងទៅវាអត់មានក្លិនហើយវាអត់ធ្វើឲ្យយើងឈឺកបើសិនជាយើងខ្លួនឯងយើងញ៉ាំរបស់ដែលមានសុខភាពល្អខ្ញុំជឿជាក់ថាខ្ញុំអាចផ្ដល់របស់ល្អទៅឲ្យអតិថិជនបានមិនប្រកាសថាឲ្យតែមីធម្មជាតិគឺមិនល្អសម្រាប់សុខភាពនោះទេបើសិនជាមីនោះគេផលិតចេញពីវត្ថុធាតុដើមធម្មជាតិនិងស្របតាមស្តង់ដារសុខភាពជាក់ស្ដែងគឺមីធម្មជាតិ Mami Cushin របស់លោកហ៊ូឡុងឃើញតែពណ៌ឆ្លុះឆ្លោះបែបនេះមែនតែសុទ្ធតែជាពណ៌ដែលយកពីបន្លែធម្មជាតិដូចជាការ៉ុតមើមយ៉េននិងស្ពៃពុយលេងជាដើមលក្ខណៈពិសេសមីរបស់ខ្ញុំគឺមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មាន protein មាន fiber នៅក្នុងនោះគ្រប់គ្រាន់ពួកអីជាបន្លែដែលយើងជ្រើសរើសហ្នឹងគឺយើងជ្រើសរើសបន្លែណាដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ protein គ្រប់គ្រាន់ហើយខ្ញុំជ្រើសរើសបន្លែក្នុងមកធ្វើមីហ្នឹងដូចជាការ៉ុតជាមួយនឹងមើមយ៉េនអីហ្នឹងសុទ្ធតែជាផលិតផលដែលយកមកពីខាងមណ្ឌលគិរីទោះបីការផលិតមានលក្ខណៈគ្រួសារតែមីបន្លែនេះបានឆ្លងកាត់មន្ទីរពិសោធន៍រួចហើយដើម្បីធានាសុវត្ថិភាពនិងបរិមាណសមស្របដល់អ្នកបរិភោគមីពួកខ្ញុំបានយកទៅការពិសោធន៍នៅកបបហើយទី1ខ្ញុំចង់ឲ្យខាងក្រសួងគាត់ដឹងថាមីពួកខ្ញុំហ្នឹងអត់បានដាក់សារធាតុគីមីទេហើយទី2យើងចង់ដឹងថាក្នុងមីមួយកញ្ចប់របស់យើងហ្នឹងកន្លះគីឡូហ្នឹង200ក្រាមហ្នឹងគឺវាមាន protein ប្រមាណវាមាន fiber ប្រមាណហើយក្នុងមួយពេលក៏អាចញ៉ាំបានប្រមាណដងក្នុងនោះខ្ញុំយកទៅពិសោធន៍ហើយខ្ញុំបានសរសេរដាក់លើសំបកកញ្ចប់បានអាចថាស្ប៉ាហ្គេទីឬមីក្រៀមរបស់អឺរ៉ុបគឺជារបស់មួយដែលជំរុញឲ្យលោកហ៊ូឡុងខិតខំកែច្នៃមីធម្មជាតិរបស់លោកឲ្យកាន់តែល្អប្រសើរតាមរយៈការដាក់បញ្ចូលនៅសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែទៅក្នុងមីដើម្បីឲ្យអ្នកទទួលទានពិសេសក្មេងៗទទួលបានទាំងអាហារឆ្ងាញ់និងសុខភាពល្អខ្ញុំឃើញថា spaghetti ពីអឺរ៉ុបគាត់តែជាម្សៅមីវ៉ៃធម្មតាសោះគាត់អាចចែកចាយទូទាំងពិភពលោកបានរឿងអីយើងមីខ្មែរយើងធ្វើពីបន្លែយើងអាចចែកចាយបានអញ្ចឹងខ្ញុំគិតថាវាអាចទៅរួចព្រោះអីតកតងនឹងផលិតផលពីខែស្រុកមួយក្នុងស្រុកខ្ញុំគិតថាផលិតផលក្នុងស្រុកយើងគួរតែទទួលបានគាំទ្រខ្ពស់ជាងក្រៅស្រុកអរគុណច្រើនសម្រាប់អតិថិជនទាំងអស់គ្នាដែលតែងគាំទ្រផលិតផលក្នុងស្រុកហើយសង្ឃឹមថាប្រជាជនខ្មែរយើងនៅតែបន្តគាំទ្រផលិតផលក្នុងស្រុកឲ្យច្រើនកកជាងមុនទៀតដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងវិលខ្លាំងជាងមុន